សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកតាក់ទងនឹង AutoCAD មួយផ្នែកទៀតទៅលើការដែលយើង rotation នៅ object របស់យើងនៅក្នុង layout អញ្ចឹងមុនដំបូងហ្នឹងគឺយើងត្រូវគូររេតាំងនៅលើ layout របស់យើងហ្នឹងអញ្ចឹងនៅពេលដែលយើងគូររេតាំងហើយយើងចូល modify ហើយយើងយក change space ចឹងមកនៅពេលយើងចុច change space ហើយវាបង្កើតនៅ rectangle ឲ្យយើងបង្កើត rectangle យើងបានគូរលើ layout ហ្នឹងហើយយើងចូលទៅ model ទៅយើងក៏ចាប់ផ្ដើមពណ៌ rectangle របស់យើងហ្នឹងទៅតាមទិសដៅដែលយើងចង់ rotation ប្លង់របស់យើងហ្នឹងឲ្យស្របទៅតាមអ្វីដែលយើងចង់បានអញ្ចឹងនៅពេលដែលយើងបាន rotation នៅ rectangle ដែលយើងដាក់ចំទីតាំងប្លង់ដែលយើងចង់បានហើយយើងចូលទៅក្នុង layout ដែលយើងនេះវិញហើយក្រោយមកទៀតយើងចូល express tool ហើយយើងយកពាក្យ align space យើងយកពាក្យ align space មកយើង select លើវាហើយយើង scroll ឲ្យទូចហើយយើង select ពីចុងកែមនៃលេខតង់របស់យើងហ្នឹងពីម្ខាងហើយយើង select ទៅចំណុចម្ខាងទៀតដល់ពេលយើង select ហើយយើង select មកលើ layout របស់យើងវិញពីម្ខាងទៅម្ខាងដូចគ្នាហើយយើង enter មកចឹងពេលហ្នឹងប្លង់របស់យើងចាប់ផ្ដើម rotation តាមទិសដៅដែលយើងចង់បានតែនេះខ្ញុំ rotation រៀងខុសបន្តិចហើយដល់ពេលយើង rotation ហើយយើងដាក់ scale មកដាក់ scale អ្វីចង់បានមកចានេះរៀង rotation អត់ទាន់ត្រូវទិសដៅចឹងយើងអាច rotation ម្ដងទៀតដាក់ចូល express tool ហើយយកពាក្យ align space ដែរទៅហើយធ្វើដូចមុនចឹងនៅពេលដែលយើងធ្វើតាមទិសដៅយើងចង់បានអត់ទាន់ត្រូវទេយើងអាចដូរចំណុចដែលយើងចុចវិញខ្លះណាយើង select អត់ទាន់ត្រូវទិសដៅនេះយើងបានវិញចាប់ទិសដៅដែលយើងចង់បានហើយចឹងក្រោយមកយើងដាក់ scale ដែលយើងចង់បានមកដល់ពេលយើងដាក់ scale ហើយចឹងប្លង់របស់យើងគឺត្រូវបាន rotate តាមទិសដៅមួយដែលយើងចង់បានហើយអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងក្នុងការចែកម្លែកដល់បងប្អូនអរគ្នាក្នុងការរៀបចំប្លង់របស់យើងនៅក្នុង layout អញ្ចឹងបងប្អូនអាចជួយចុច like share subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗទៀតទាក់ទងនឹងវិស័យសំណង់អាកាតិចជាដើមបាទសូមអរគុណសូមជម្រាបលា